ឈានមុខឆ្លងកាត់វាលស្មៅធំវគ្គកណ្ដាលទោះបីជាក្រុមតបដើរកំណត់ថ្មីត្រឡប់មកពីវាលស្មៅនរកដោយខកចិត្តក៏ដោយតែពួកគេបាននាំមកនូវព័ត៌មាននិងបទពិសោធន៍សំខាន់សម្រាប់ត្រឡប់មកវិញមានអ្នកណៃទេពួកយើងជាតបរំដោះហើយទីនេះក៏គ្មានមនុស្សដែរពួកគេនាំគ្នាគិតពីយើងមែនទេតែសារសុខចាប់ផ្សេងទៅលោកនេះការទិញស្បៀងរបស់យើងមិនសូវបានរលូនប៉ុន្មាននោះទេមានបញ្ហាអីរឿងទី1នោះគឺថាស្បៀងរបស់អ្នកស្រុកខ្វះខាតរួចទៅហើយមួយទៀតវិញប្រជាជនទី3បាននាំគ្នាលាក់ខ្លួនច្រើនណាស់ពួកគេរកអ្នកលក់មិនបានទេប៉ុន្តែស្អីកុំសាំយ៉ាងពីរឯងឆាប់និយាយមកស្រូវនៅទី3មានច្រើនប៉ុន្តែគ្មាននរណាប្រមូលវានោះទេស្ថានភាពបន្ទាន់ពួកយើងមិនអាចចាំទៀតទេពួកយើងនឹងប្រាប់ទៅថ្នាក់លើនាំគ្នាប្រមូលស្រីសិនហើយទៅសរសេរកំណត់ត្រាសម្រាប់អ្នកស្រុកទៅហើយសន្យាថាតបរំដោះនឹងសងវិញមកហើយកំណត់ត្រាសរសេររួចហើយយើងទៅវាស្រែមួយទៀតញោមដៃយកជើងឡើងជូនទៅម្ចាស់ស្រែទី5នេះផងយើងបានកាត់ស្រូវបាឡេចំនួន200ក្បាលទៅក្នុងខ្សែរបស់អ្នកបន្ទះឈើនេះអាចប្រើជាប័ណ្ណសម្រាប់តបរំដោះដើម្បីទិញគ្រាប់ធម្មជាតិពេលអ្នកត្រឡប់មកវិញអ្នកអាចយកបន្ទះឈើនេះទៅដូរយកប្រាក់ពីទីស្នាក់ការរបស់តបរំដោះឬរដ្ឋាភិបាលសូវៀតបានពីនាយកដ្ឋាននយោបាយរណសេរីដោយសារតែការឈ្លានពានរបស់សត្រូវកងទ័ពរំដោះត្រូវបង្ខំឲ្យឆ្លងតំបន់វាលស្មៅនៅរូបដោយគ្មានស្បៀងគ្រប់គ្រាន់ក្រុមដើរកំណត់ថ្មីដើរតួជាអ្នកនាំផ្លូវនៅពីមុខទ័ពធំរបស់ទ័ពរំដោះគ្រប់គ្នាត្រូវចាប់ដៃគ្នាជាប់ប្រយ័ត្នធ្លាក់ចូលទឹកណាមិនឆៃចាប់ដៃខ្ញុំមកបានមិនឆៃកំភៃគាត់ជួយផងចង្កេះខ្ញុំក្រិចហើយអូប៊ីទៅហើយឡាចិនហុចដៃអញមកចាប់ឡើងមិនឆៃអាយមិនហុយខ្ញុំមិនអីទេចាប់ហើយបើស្បៀងជើងត្រូវថ្មកាត់ចេញពីទន្លេហើយគូធ្វើមិនទេឡៃហោមានរឿងអីគ្មានទេគ្មានអីទេមើលទៅមិនជិតរៀងហើយពួកយើងត្រូវរកកន្លែងបោះជំរំមុនពេលមេឃងងឹតឡៃចិនអញទៅមើលទ័ពយើងថានៅសល់ស្បៀងប្រហែលទៀតបាទសមមិត្តយើងមកដល់វាស្មៅនេះអស់ពេល3ថ្ងៃហើយពួកយើងនៅសល់អាហារស្ងួតប្រហែលខ្ញុំនៅមាននេះដែរខ្ញុំនៅមានច្រើនណាអញ្ចឹងហេតុក៏មិនចែកគ្នាមកពួកយើងអស់អាហារហើយឡៃហោះនេះឯងហូបស្មៅមែនទេថោអាហារយើងត្រូវថ្មកាត់ដាច់អត់ហើយពីឆ្លងទន្លេមុនហ្នឹងអញ្ចឹងហើយណែយើងចែកគ្នាទៅលោកបងឡៃហោះបងខំជួយខ្ញុំដូច្នេះបងយករបស់ខ្ញុំទៅមិនចែកបងមិនជួយទេមីកងសមមិត្តយើងចិត្តអស់អាហារស្ងួតហើយមិនគ្រាន់ចែករំលែកគ្នានោះទេហើយយើងធ្វើយ៉ាងម៉េចទៅមីកងខ្ញុំជឿថានៅម្ដុំនេះច្បាស់ជាមានបន្លែព្រៃខ្លះហើយអាហ្វេនឹងខ្ញុំនឹងទៅជួយដែរឡូប្រយ័ត្នប្រយែងផងបាទលោកនាយគឺផ្កាម្រះព្រឹងខាងនេះគឺស្បែកក្បៅហើយនេះគឺភ្លើងកែបនិងប្រមាត់ដីអូសុបីតែផ្កាកបាស់ក៏មានដែរវាសុទ្ធតែហូបបានទាំងអស់ហ្នឹងល្អណាស់លោកបងពូកែមែនហេបងទៅចង់ភ្លើងអីគេនៅខាងមុខនោះមានរឿងអីហ្នឹងចាប់បងទៅហៅមីកងមកនៅទីនេះហើយដល់ទៅដល់សោះវាជាការពលអាហារពួកយើងត្រូវរកទឹកមកឲ្យគេផាំងឲ្យពួកគេក្អួតអាហារនៅក្នុងពោះចេញឲ្យអស់ផ្សិតនេះច្បាស់ជាពលហើយពួកគេប្រកាសជាបានហូបហើយស្លាប់ហើយគ្រប់គ្នាឆាប់នាំគ្នាទៅជួយគេទៅបាទធំអញទៅធ្វើស៊ុបបន្លែក្រោយពីក្អួតឲ្យពួកគេត្រូវការកម្លាំងទទួលបញ្ជាម៉ែត្រូវតែម៉ែបានធ្វើគឺអស់ត្រឹមនេះហើយដល់ធ្វើបានល្អណាស់ពួកគេលេងអីអស់ហើយល្អណាស់លីចៅនេះជាកន្លែងណាអាណាតបក្នុងក្រុមរបស់ខ្ញុំកុំកម្រាស់អីត្រូវសម្រាប់ឲ្យបានច្រើនពួកគេមិនអីទេកុំបារម្ភមែនហើយអរគុណហើយលោកពួកយើងអស់អាហារស្ងួនកាលពី2ថ្ងៃមុនហើយពួកយើងក៏ហូបសិតទាំងអស់នេះអរគុណលោកហើយវាសិតតែមកពីកំហុសខ្ញុំកុំបន្ទោសខ្លួនឯងអីអ្វីដែលលោកត្រូវការពេលនេះគឺបើកម្លាំងឡើងវិញក្បាលធំឯណាសុបបន្លែឆាប់យកមួយចានមកបាទមែនហើយអញកុំភ្លេចទៅបេះបន្លែថែមទៀតសម្គាល់ពួកវាដើម្បីឲ្យកងទ័ពយើងដឹងថាមួយណាហូបបានដើម្បីជៀសវាងពលអាហារទូបញ្ជានេះពុតឆ្ងាញ់ណាស់ថែមទាំងមានត្រីនៅក្នុងនឹងទៀតខ្ញុំខានហូបត្រីបែបនេះយូរមកហើយស៊ុបនេះឆ្ងាញ់ណាស់ត្រូវអត់លោកបងចង់នៅសល់ស៊ុបទៀតទេឲ្យក្រុមយើងហូបខ្លះផងទៅអស់ហើយតែចាប់បងធ្វើម្ដងទៀតមិនចឹងទៀតក្រុមយើងនឹងហូបក្បាលបងម្ដងហើយណាលោកបងចង់ចាំខ្ញុំទៅជួយបេះបន្លែបងឡូជប់សិន
ខ្ញុំចង់ចេះមើលបន្លែព្រៃដែរមួយចុះនេះជារូបរាងរបស់ស្លឹកម្រះព្រៅមួយណាទៅនេះក៏អាចហូបបានដែរ ក្រែងតា បត់ឆាយឆាប់បោឯងចាំមិនហើយ ខ្ញុំមិនអីទេទីនេះមានត្រី ប៉ិតទេចាំមើលណាខ្ញុំនឹងបង្ហាញសៀកមួយណែមើលណាសន្ទុយត្រីវេទមន្តយើងអាចស្ទូចបានហើយ ល្អណាស់មេកងមើលចុះយើងចាប់បានត្រីពីក្ ឡ បាល ងណាក្បាលធំអញទៅធ្វើស៊ុបត្រីទៅសម្រាប់សមាមិត្តកម្មាភិបាល អូបើទៅជិះចង់ ក្រុមសង្គ្រោះកម្មាភិបាលទៅមកដល់ពួកគេច្បាស់កម្លាំងយើងឲ្យពួកគេហូបឲ្យពេញកម្លាំងទៅ ប៉ុន្តែក្រុមយើងណា នេះជាបញ្ជាឆាប់ទៅ បាត់ អញចាប់ត្រីបានយ៉ាងម៉េច មើលចុះខ្ញុំធ្វើសន្ទុយនេះដោយបញ្ចូលដេកនឹងអំបោះ ធ្វើបានល្អណាស់ធីវ៉ាកំណត់បាននេះក៏ឯងនឹកឃើញដែរលឺចឹងក្រុមសង្គ្រោះកម្មាភិបាលមានសមាមិត្តច្រើនណាស់តែខ្ចីបញ្ចូលដេកគេថែមទៀត បាន ធីវ៉ាបង្រៀនគ្រប់គ្នាពីវិធីនេះទៅបែបនេះយើងនឹងមានត្រីហូបច្រើនជាងមុន ទទួលបញ្ជាក្រុមតបដៅកំណត់ថ្មីបានផ្ដល់អាហាររបស់ពួកគេដែលបានរកឃើញទៅឲ្យអង្គភាពដទៃធ្វើឲ្យពួកគេអស់អាហារសម្រាប់ខ្លួនឯងលោកនេះប្រហែលនៅបដុំនេះពួកយើងបែរអស់ហើយបើទៅឆ្កែទៀតគ្រូថ្នាក់ណា ប៉ុណ្ណឹងក្រុមយើងហូបមិនគ្រាន់ទេកុំទាន់អនុមូលអីពួរហេមិនហើយខ្សែក្បាន់ អើយពួកយើងមានបន្លែតិចពេកហើយ ក្បាលធំខ្សែក្បាន់នេះធ្វើមកពីស្បែកគោយើងគិតថាអាចយកវាចំអិនហូបបាន ប្រកាសជាបាត់ហើយប៉ុន្តែរសជាតិវិញណា យើងក៏ដូចគ្នាតែចិនស្បែកជើងស្បែកមកគោនេះជាទ្រព្យរបស់ឯងហេតុអីឯងកាត់វាចេញពេលសំខាន់បែបនេះឲ្យគ្រូបង្ហាត់ទ័ពចុះចាញ់មិននឹងកើត ល្អយប់នេះពួកយើងហូបស្បែកគោទាំងអស់គ្នាមើលទៅហូបបានអត់ វាមិនឆ្ងាញ់ទេប៉ុន្តែពួកយើងអាចហូបបានដែរ បើយកវាអាំងប្រហែលជាឆ្ងាញ់ជាងនេះ ដូច្នេះហើយមិនថាទោះត្រូវហូបស្មៅខ្សែក្រវ៉ាត់ស្បែកជើងក៏ដោយទ័ពរំដោះបានប្រើគ្រប់វិធីទាំងអស់ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារទោះបីកង្វះខាតអាហារនៅតែមានក៏ដោយប៉ុន្តែកងទ័ពជាច្រើនបានរួចផុតពីការស្រែកឃ្លាននៅលើវាលស្មៅនរកនេះដែរ